បងប្អូនស្រីៗគ្នាយើងគួរតែប្រយ័ត្នប្រយែងឲ្យបានទាំងអស់គ្នានៅកន្លែងធ្វើការខ្ញុំគឺបានជួបរឿងធំមួយបងប្អូនដែលសារមានបងស្រីៗក៏ទៅបន្ទប់ទឹកហើយត្រូវបានគេលួចមើលអញ្ចឹងណាបងប្អូនអញ្ចឹងហើយបងប្អូនស្រីៗត្រូវតែប្រយ័ត្នប្រយែងខ្លួនកុំឲ្យមានរឿងអញ្ចឹងកើតឡើងអីអញ្ចឹងណាបងប្អូនដោយសារតាគាត់ទៅបន្ទប់ទឹកហើយបន្ទប់ទឹកយើងនៅជាប់បន្ទប់ទឹកប្រអញ្ចឹងបងប្អូនអើយគឺហានិភ័យណាស់អញ្ចឹងហើយបងប្អូនស្រីៗគ្នាយើងមិនថាកម្មកងចាក់ដូចខ្ញុំឬមួយក៏បងប្អូនធ្វើអីផ្សេងទេពេលបងប្អូនទៅបន្ទប់ទឹកកន្លែងណាដែលមានប្រឡោះចាហោងអីលក្ខណៈថាតាមទីផ្សារអីអញ្ចឹងណាបងប្អូនឬមួយក៏នៅក្នុងរោងចក្រអីហ្នឹងគួរតែប្រយ័ត្នទាំងអស់គ្នាបងប្អូនអើយដោយសារតែមានអ្នកលួចមើលអីអញ្ចឹងណាយើងការពារភាសាជាងព្យាបាលព្រោះអីយើងមើលមិនឃើញទេបងប្អូនបើយើងទៅតំបន់ផ្សារអីយើងទៅផ្សារយើងចូលបន្ទប់ទឹកសាធារណៈអីបងប្អូនវាថាបន្ទប់ទឹកសាធារណៈនៅផ្សារយើងចូលទៅបង់លុយ500អីហ្នឹងបងប្អូនយើងគួរតែប្រយ័ត្នប្រយែងមើលដែរអីចឹងព្រោះអីកន្លែងហ្នឹងយើងមិនដែលសូវទៅយូរយើងទៅម្ដងហើយយើងគួរតែមើលឆ្វេងមើលស្ដាំអីចឹងណាហើយជាពិសេសបងកម្មកងចាក់ដូចជាខ្ញុំអីហ្នឹងបងប្អូនគួរតែប្រយ័ត្នប្រយែងដោយសារតែបន្ទប់ទឹកអីជួនកាលវាមានបលាចាហោកន្លែងណាអីអាចយើងធ្វើប្រហែសអីយើងអត់បានមើលអីអញ្ចឹងហើយបងប្អូនគួរតែប្រយ័ត្នប្រយែងកន្លែងមើលឆ្វេងមើលស្ដាំអីអញ្ចឹងណាបងប្អូនដោយសារតែយើងមើលមិនឃើញទេបងប្អូនអើយមនុស្សយើងមានល្អមានអាក្រក់អញ្ចឹងហើយយើងការពារខ្លួនឯងទៅមុនចូលបន្ទប់ទឹកឬមួយក៏ដឹងថាបន្ទប់ទឹកណានៅម្ដុំចិត្តប្រអីចឹងណាបងប្អូនយើងគួរតែការពារខ្លួនឯងកុំឲ្យមានគេលួចមើលលួចប៉ងអាក្រក់លើយើងអញ្ចឹងណានិយាយរួមយើងគួរតែប្រយ័ត្នហ្មងបងប្អូនដោយសារតែមនុស្សយើងគឺទុកចិត្តអត់បានទេបងប្អូនអើយជួនកាលសិតតែគ្នាឯងសើចដាក់គ្នាដើរឃើញគ្នាសើចដាក់គ្នារាល់ថ្ងៃសោះប៉ុន្តែត្រូវមកលួចមើលគ្នាអីអញ្ចឹងណាបងប្អូនអើយវាអាក្រក់ខ្លាំងណាស់ពេលធ្វើអញ្ចឹងវាអាក្រក់មែនតើបងប្អូនអើយដោយសារតែយើងជាឈាមជ័រខ្មែរដូចគ្នាហើយយើងមិនសមណាមកធ្វើអញ្ចឹងណាបងប្អូនហើយយើងធ្វើការនៅកន្លែងជាមួយគ្នាអីទៀតវាអាក្រក់មែនតើបងប្អូនគេលួចមើលភ្នែកគាត់មើលអត់ឃើញទេដោយសារតែប្រឡោះហ្នឹងវារៀងពិបាកមើលដែរអញ្ចឹងប៉ុន្តែបើខាងបន្ទប់ស្រីគាត់ក៏លេទៅក៏លេភ្នែកទៅឃើញដឹងតែគេលួចមើលយើងអញ្ចឹងតែបើគាត់ដាក់កាមេរ៉ាដាក់អីយើងអាចនឹងពិបាកទៅតែខ្លាំងបងប្អូនហើយបើគេដាក់កាមេរ៉ាអីមិនដឹងថាគេលួចថតពីកាលអីអញ្ចឹងណាអញ្ចឹងហើយយើងចូលបន្ទប់ទឹកអីយើងព្យាយាមមើលឆ្វេងមើលស្ដាំអីអញ្ចឹងទៅបងប្អូនដោយសារតែធម្មតាបន្ទប់ទឹកតាមរោងចក្រអីក៏វារៀងអសុវត្ថិភាពដែរអញ្ចឹងណាបងប្អូនហើយតាមរោងចក្រខ្លះក៏អត់សូវមានមនុស្សប្រុសធ្វើអីច្រើនដែរប៉ុន្តែដោយរោងចក្រខ្ញុំធ្វើរាល់ថ្ងៃអីមនុស្សប្រុសគាត់ធ្វើច្រើនជាងមនុស្សស្រីផងបងប្អូនអញ្ចឹងហើយបងប្អូនស្រីៗគ្នាយើងការពារខ្លួន